chà chốt này cứ than là ở này bán khơi nhom phao hao tiếng sập bạch chớ chà tiếng chốt tại mà đó nè mà đấy cái này cứ nhom fitting chốtสมัยកម្មវិធី TVP Fan Party តឡតខ្ញុំត្រូវជ្រាវជាមួយនឹងបទយុទ្ធសង្គ្រាមឥឡូវហ្នឹងកម្មវិធីយើងនៅថ្ងៃខាងមុខនេះគឺខ្ញុំនឹងស្លៀកឆុតនេះដើម្បីជ្រាវនៅបទយុទ្ធសង្គ្រាមដែរលក្ខណៈថាអូយប្រកែធ្វើរបស់គេមែនណាតែបងប្អូនគ្នានឹងឈុតនេះណាគេអ្នកធ្វើអត់ទាត្រូវបានកាដូពីខ្ញុំឲ្យទាសិនមិនសិនអត់ថាគេអ្នកធ្វើឈុតនៅសូមគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំសង្ឃឹមថានៅថ្ងៃទី11ខាងមុខនេះដែលនាងខ្ញុំបានប្រារព្ធកម្មវិធីមួយដែលមានឈ្មោះថាក្លឹមនៃព្រះនគរនាងខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងចូលរួមឲ្យបានច្រើនកកយើងបានចូលរួមទាំងអស់គ្នាហើយសម្រាប់ថវិកាដែលបានមកពីការលក់សម្បត្តិនាងខ្ញុំនឹងចូលរួមជាមួយនឹងក្រុមហ៊ុន Miss Sunflower ដើម្បីជួយទ្រទ្រង់ទៅដល់លោកពូបងវីរៈកងទ័ពដ៏អង់អាចរបស់យើងនិយាយរួមទៅសម្រាប់កម្មវិធីដែលនាងខ្ញុំធ្វើលើកនេះគឺមិនខុសពីលើកមុនដែលនាងខ្ញុំធ្លាប់ធ្វើរួចម្ដងមកហើយទេសម្រាប់កម្មវិធីដែលយើងធ្វើពីលើកមុនគឺយើងសម្ពោធនៅ MV បទទេវរាជហើយក៏យើងមានជាការសម្ដែងជាមួយនឹងផ្ទាំងទស្សនីយភាពវប្បធម៌ដ៏ធំហើយសម្រាប់លើកនេះគឺក្រុមហ៊ុន Miss Sunflower ឧបត្ថម្ភធំដើម្បីឲ្យនាងខ្ញុំបានប្រារព្ធកម្មវិធីនេះឡើងម្ដងទៀតជាក់ស្ដែងខ្ញុំគិតថាក្នុងពេលវេលានេះគឺវាពិតជាលឿនមែនតើតែនាងខ្ញុំក៏ជឿជាក់ថានាងខ្ញុំសម្រេចចិត្តធ្វើនេះគឺដោយសារតែនាងខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិទាំងអស់នឹងអញ្ជើញចូលរួមឲ្យបានច្រើនកកដោយកាពេលដែលនាងខ្ញុំធ្វើលើកមុនអញ្ចឹងហើយសម្រាប់សម្លៀកបំពាក់ព្រោះដោយសារតែកាពេលដែលនាងខ្ញុំធ្វើលើកមុនគឺគោលបំណងខ្ញុំគឺខ្ញុំចង់លើកបាត់ថានៅពេលដែលយើងចូលទៅដល់ក្នុងកម្មវិធីហ្នឹងណាដូចយើងចូលទៅក្នុងភពមួយទៀតអញ្ចឹងគឺស្អាតមែនតើបើសិនជាបងប្អូនចូលរួមនៅក្នុងថ្ងៃនោះគឺសូមឲ្យដូចពីលើកមុនអញ្ចឹងគឺយើងព្យាយាមស្លៀកនៅសម្លៀកបំពាក់បែបប្រពៃណីដើម្បីចូលរួមនៅក្នុងកម្មវិធីនេះទាំងអស់គ្នាហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមថាបងប្អូនអត់ចោលនាងខ្ញុំទេបងប្អូននឹងមកចូលរួមដោយកាពេលលើកមុនអញ្ចឹងសម្រាប់សម្បត្តិយើងដាក់លក់នៅថ្ងៃស្អែកវេលាម៉ោង 9 ព្រឹកនៅលើ page របស់នាងខ្ញុំដោយយើងលក់នៅក្នុង app Wonder Pass សម្រាប់សម្បត្តិតម្លៃ standard ត្រឹមតែ$5សម្រាប់សម្បត្តិ premium តម្លៃ$15សម្រាប់សម្បត្តិ VIP តម្លៃ$50ចឹងនាងខ្ញុំសូមបញ្ជាក់បងប្អូនមិនមែនថាតតែយើងស្លៀកពាក់បែបបុរាណឬក៏ប្រពៃណីខ្មែរឬក៏បែបសហសម័យទៅចូលរួមនៅក្នុងកម្មវិធីនឹងបានទេប៉ុន្តែនេះគ្រាន់តែជាការស្នើសុំរបស់នាងខ្ញុំបើសិនជាយើងបានស្លៀកបែបនោះទាំងអស់គ្នាគឺវាពិតជាស្អាតមែនតើប៉ុន្តែបើសិនជាគិតថាអូយើងចង់ចូលរួមប៉ុន្តែបងអើយខ្ញុំរកឈុតអត់ទាន់មកព្រឹកអើយបងរកឈុតអត់ទាន់ទេអញ្ចឹងគឺយើងស្លៀកសម្លៀកបំពាក់បែបធម្មតាបែបថាមកស្រួលខ្លួនទៅចាបងប្អូនសម្រាប់ថវិកាដែលបានពីការលក់សម្បត្តិនាងខ្ញុំនឹងយកទៅជូនតាមរយៈក្រុមហ៊ុន Miss Sunflower មិនឲ្យបាត់សូម្បីតែមួយកាក់មួយសេនហើយនាងខ្ញុំនឹងចូលរួមជាថវិការបស់នាងខ្ញុំផ្ទាល់ប៉ុន្តែឥឡូវនេះគឺនាងខ្ញុំអត់ទាន់បញ្ជាក់ថានាងខ្ញុំចូលរួមប៉ុន្មានទេអញ្ចឹងហើយគឺនាងខ្ញុំត្រៀមឲ្យចន្លោះពី$5,000ទៅ$10,000ដើម្បីបន្ថែមទៅលើមូលនិធិនឹងបន្ថែមទៀតដើម្បីជូនតាមរយៈក្រុមហ៊ុន Miss Sunflower ដើម្បីទ្រទ្រង់ទៅដល់បងបងពូបងប្អូនវីរៈកងទ័ពដ៏អង់អាចរបស់យើងអរគុណអ្នកទាំងអស់គ្នាសង្ឃឹមថានៅថ្ងៃទី11យើងជួបគ្នា